រឿងអ្នកដំណើរពីរអ្នកដណ្ដើមគ្នាដេកកណ្ដាលមុននឹងឈានចូលការនិទានឃ្លៀងសូមអធិស្ឋានបងប្អូនទុកជាមុនរាល់ការនិយាយនិងការបញ្ចេញសំឡេងរបស់ខ្ញុំមិនបានច្បាស់ល្អដូចមនុស្សពិតទេព្រោះខ្ញុំជា AI តកចូលจากការនិទានរឿងដូចតទៅកាលពីព្រេងនាយមានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួចបបួលគ្នាដេកក្នុងព្រៃអ្នកទាំងពីរនាក់ចង់ដេកកណ្ដាលតែរៀងខ្លួនប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដេកកណ្ដាលបរោះទាំងពីរនាក់គិតគ្នាថាបើដូច្នោះយើងដេកយកជើងទល់គ្នាហើយបរោះទាំងពីរនាក់នោះក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នាហើយទទួលសម្ពុតចិត្តមើលមិនដឹងថាជាសត្វអ្វីវែងដូច្នោះឆ្ងល់ណាស់ត្បិតមិនដានឃើញក៏បបួលអស់សត្វឯទៀតជាច្រើនមានទាំងដំរីក្របីគោរមាសរម៉ាំងក្តាន់ប្រើសត្រាយចចកស្វានស្វាគ្រប់សត្វទាំងអស់មកមើលគ្មានសត្វណាមួយស្គាល់សោះក្រោយមកទៀតសត្វទាំងអស់នោះគិតគ្នាថាឥឡូវនេះនឹងមានអ្នកឯណាស្គាល់សត្វនេះពួកយើងបបួលគ្នាមកមើលសត្វនេះច្រើនភាសាណាស់ហើយនៅសល់សត្វអ្វីទៀតដែលមិនទាន់បានមកមើលអស់សត្វទាំងនោះគិតគ្នាទៅគឺនៅសល់តែទន្សាយពុំបានមកមួយទៀតឬល្បីថាទន្សាយនោះជាអ្នកមានប្រាជ្ញាចេះនីអ៊ីក្បួនច្បាប់ទម្លាប់ចេះកលមាយាចាំទំនឹមទំនៀមច្រើនបើដូច្នោះយើងប្រៅបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទៅបានត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ប្រកាន់ខ្លួនណាស់សត្វទាំងនោះគិតគ្នាហើយឲ្យដំរីទៅអញ្ជើញទន្សាយដំរីក៏ទៅឃើញទន្សាយអង្គុយនៅលើក្បាលដំបូកទន្សាយឃើញដំរីដើរយកយកមកពីនាយក៏សួរថាបងដំរីមានហេតុអ្វីបានជារលះរលាំងមកដំរីឆ្លើយថាបងទន្សាយត្បិតមានសត្វអ្វីចម្លែកណាស់គ្មាននរណាស្គាល់សោះបានជាអស់សត្វក្នុងព្រៃនេះឲ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើលក្រែងបងទន្សាយឯងស្គាល់សត្វនោះឯទន្សាយឮដូច្នោះហើយសួរថាសត្វនោះដូចម្ដេចតូកឬធំវែងឬខ្លីដំរីថាសត្វនោះធំជុងធំគល់តូចកណ្ដាលហើយវែងប្រមាណ5ហត្ថទន្សាយឮដូច្នោះឆ្លើយឡើងថាអូបើដូច្នោះបងដំរីគុំព្រួយចិត្តចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះប៉ុន្តែបងដំរីឯងឲ្យខ្ញុំជីលើក្បាលបងឯងទៅដំរីឮដូច្នោះហើយដាវចូលទៅអោនក្បាលឲ្យទន្សាយជីទន្សាយធ្វើជាក្អែងក្អាងលុះទៅដល់ហើយចុះពីក្បាលដំរីយកស្លឹកឈើដែលមានស្នាមដង្កូវវាដូចជាអក្សរកាន់លើកឡើងធ្វើជាសម្បុត្រថាអស់បងប្អូនស្ដាប់ខ្ញុំត្បិតខ្ញុំជាបម្រើព្រះអិនលោកប្រាឲ្យនាំសម្បុត្រមកហើយទន្សាយឡើងលើដំបូកធ្វើជាអានសម្បុត្រថាសត្វនេះព្រះអិនលោកប្រាមកឈ្មោះសត្វយោគីយោកាយកទាំងអស់គ្នាយកទាំងអញយកទាំងឯងអស់សត្វលឺទន្សាយមើលសម្បុត្រថាព្រះអិនឲ្យមកយកទាំងអស់គ្នាក៏ស្ទុះបោលជន់គ្នាស្លាប់បាក់ដៃបាក់ជើងពាត់ពេញព្រៃស្រែកលាន់ទាំងព្រៃមនុស្សពីរនាក់នោះដឹងថាសត្វទាំងអស់ផ្អោភ្ញាក់រត់ជន់គ្នាស្លាប់ដូច្នោះក្រោកឡើងលើកដៃសំពះទន្សាយថាបងទន្សាយមានគុណនឹងយើងខ្លាំងណាស់បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើឧបាយកលឲ្យយើងទេនោះសំខ្លាវានឹងកម្មយើងស៊ីជាចំណីវាទៅបងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបានឯមនុស្សទាំងពីរនាក់មើលទៅឃើញអស់សត្វជន់គ្នាស្លាប់ពេញព្រៃដូច្នោះបបួលគ្នាយកសាច់រែកទាំងពីរនាក់ដើរទៅបន្តិចឃើញខ្លាសំខុំមួយដំរីជន់បាក់ជើងដើរបាំងតិចក៏បបួលគ្នាយកខ្សែចង់ដឹងយកទៅលុះដើរទៅបន្តិចជួបនឹងអ្នកបរទេះគោឯអ្នកបរទេះគោនោះឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឈប់រទេះសួរថាអ្នកធ្វើដូចម្ដេចក៏បានសាច់ច្រើនម្លេះអ្នកនោះបញ្ឆោតថាឆ្កែកំបាក់ជើងខ្ញុំនេះឯងវាដេញកម្មត្បិតឆ្កែនេះជាឆ្កែប្រដេញវាតែងតែដេញសัตว์មកមិនដែលស្ងួតឆ្នាំងដល់មួយពេលទេក្រែងតែគ្មានសัตว์បើព្រីឯណាមានសัตว์ហើយមិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេឲ្យតែវាឃើញស្នាមជើងនោះសង្ឃឹមថាបានឲ្យលៀងឆ្នាំងចាំឲ្យហើយទៅមុខជានឹងបានមិនដែលខានទេឯអ្នកបរទេះគោឬអ្នកនោះនិយាយអួតប្រាប់ដូច្នោះហេតុតែជាមនុស្សល្ងងមិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសំឃុំនោះគិតថាជាឆ្កែមែនតែនហើយនិយាយអង្វរលួយលោមថាបើដូច្នោះអ្នកអាណិតឃ្លាមសូមទិញឆ្កែអ្នកឯងយកទៅប្រដិនសัตว์ឯស្រុកឃ្លាមសូមដូរធ្នូគោមួយនឹមព្រមទាំងកំដឹងចង្ក្រងត្រដោកខ្សែទៀងខ្សែចិនតូលគ្រប់ប្រដាប់ស្រាប់តែឡើងជីបតែម្ដងឃ្លាមសូមតែខ្លួននឹងប្រពន្ធចុះចិនទៅអ្នករែកសัตว์ឬអ្នកបរទេះថាដូរជីគោមួយនឹមព្រមទាំងគ្រប់ប្រដាប់ស្រាប់តែឡើងបក៏នឹកអក្នុងចិត្តណាស់ដោយសាររែកសាច់វាធ្ងន់ផងហើយធ្វើជាមិនចង់ដូរទេប៉ុន្តែក្នុងចិត្តដូរណាស់និយាយថាឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់វាណាស់ឥឡូវអ្នកមកសូមដូរគីខ្ញុំទៅខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចោះ
ប៉ុន្តែអ្នកថ្នមវាឲ្យល្អកុំឲ្យវាអត់ឃ្លានហើយអ្នកយកសាច់នេះទុកឲ្យវាស៊ីតាមផ្លូវទៅឯអ្នករែកសាច់ឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆែតហើយយកសាច់ដាស់លើរទេះបទៅឯអ្នកម្ចាស់រទេះគោនោះក៏ដឹកខ្លាសង្ឃុំកំមាក់ជើរទេទៅបន្តិចទៅឲ្យសាច់ទៅខ្លាស៊ីជារឿយៗខ្លានោះបានសាច់ស៊ីមានកម្លាំងកក្រែនមិនចង់ទៅត្រាតែដាច់ខ្សែហើយដើរចូលក្នុងព្រៃទៅអ្នកនោះដឹងថាខ្លាបោលចូលទៅក្នុងព្រៃហើយក៏រត់ទៅតាមចាប់ហើយហៅថាបើអាក្លឹកមកឯឯខ្លាឃើញមនុស្សទៅចិត្តបែរមកគំរាមធ្វើហេសន្តាប់ឲ្យអ្នកនោះឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះក៏ថយមកក្រោយវិញមិនហ៊ានតាមទៅទៀតប៉ុន្តែនឹកស្ដាយមើលទៅរទេះបទៅបាត់មិនដឹងជាទៅដល់ណាឯអ្នកម្ចាស់ខ្លាបាំងរទេះគោនោះហើយក៏នាមនាដាក់អម្រែកលើរទេះឡើងជិះទាំងពីរនាក់បជាប្រញាប់ទៅឲ្យតែហួសពីមុខម្ចាស់រទេះនោះឯអ្នកម្ចាស់រទេះដល់ខ្លាបោចូលព្រៃទៅនឹកស្ដាយណាស់មិនដឹងគិតដូចម្ដេចក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញពួកម៉ែបងប្អូនពេញចិត្តវីដេអូនិទានរឿងរបើ Channel AI និទានសូមជួយចុច Subscribe ម្នាក់មួយផងអរគុណ